ធ្វើជាមនុស្សស្រីទន់ជ្រាយក្នុងរឿងស្នេហាពេលគេសាវាតែងគិតថាខ្លួនអត់ដំឡៃប្រឹងដកដង្ហើមទុំរំតែរួមបានមួយថ្ងៃបាត់បង់ស្នេហាឈឺមួយថ្ងៃឈឺមួយជីវិតចង់ធ្វើមនុស្សស្មងតែរូបបានប៉ុន្មានថ្ងៃស្នេហ៍បរាជ័យរស់ដើម្បីឈឺចាប់ប៉ុណ្ណឹងគ្មានថ្នាំព្យាបាលគ្មានអ្នកមើលថែមកចំពោះគេបានត្រឹមតែស្មោះស្រីម្នាក់នេះធ្លាប់ខំលើអ្នកណាឈឺចាំយ៉ាងនេះតាមមនុស្សស្មងព្រោះបានប៉ុណ្ណាវិបត្តិស្នេហាភាពឯកានាំមកឲ្យខ្ញុំពីភពលោកនេះទៅចង្អៀតសម្រាប់តែមនុស្សស្មោះស្នេហ៍ដូចខ្ញុំសម្រាប់តែគេបោកបន្លំនាំខ្ញុំឈឺចាប់ស្នេហាមួយនេះឲ្យមនុស្សស្មោះឈឺរៀងរាល់ថ្ងៃពេលគេមានថ្មីឈឺរ៉ាំរ៉ៃគឺជាអ្នកស្មោះលួងលោមខ្លួនឯងក្រែងធ្វើចិនតងថាជាសបន្តែចង់ឈឺខ្លាំងយ៉ាងនេះហើយអ្វីខ្ញុំមិនស្លាប់ទៅជាមនុស្សស្រីទន់ជ្រាយក្នុងរឿងស្នេហាពេលគេសាវាតែងគិតថាខ្លួនអត់ដំឡៃប្រឹងដកដង្ហើមទុំរំតែរួមបានមួយថ្ងៃបាត់បង់ស្នេហាឈឺមួយថ្ងៃឈឺមួយជីវិតចង់ធ្វើមនុស្សស្មងបានប៉ុន្មានថ្ងៃស្នេហ៍បរាជ័យរស់ដើម្បីឈឺចាប់ប៉ុណ្ណឹងគ្មានថ្នាំព្យាបាលគ្មានអ្នកមើលថែមកចំពោះគេបានត្រឹមតែស្មោះស្រីម្នាក់នេះធ្លាប់ខំលើអ្នកណាឈឺចាំយ៉ាងនេះតាមមនុស្សស្មងព្រោះបានប៉ុណ្ណាវិបត្តិស្នេហាភាពឯកានាំមកឲ្យខ្ញុំពីភពលោកនេះទៅចង្អៀតសម្រាប់តែមនុស្សស្មោះស្នេហ៍ដូចខ្ញុំសម្រាប់តែគេបោកបន្លំនាំខ្ញុំឈឺចាប់ស្នេហាមួយនេះឲ្យមនុស្សស្មោះឈឺរៀងរាល់ថ្ងៃពេលគេមានថ្មីឈឺរ៉ាំរ៉ៃគឺជាអ្នកស្មោះលួងលោមខ្លួនឯងក្រែងធ្វើចិនតងថាជាសបន្តែចង់ឈឺខ្លាំងយ៉ាងនេះហើយអ្វីខ្ញុំមិនស្លាប់ទៅឈឺចាំយ៉ាងនេះតាមមនុស្សស្មងព្រោះបានប៉ុណ្ណាវិបត្តិស្នេហាភាពឯកានាំមកឲ្យខ្ញុំពីភពលោកនេះទៅចង្អៀតសម្រាប់តែមនុស្សស្មោះស្នេហ៍ដូចខ្ញុំសម្រាប់តែគេបោកបន្លំនាំខ្ញុំឈឺចាប់ស្នេហាមួយ